ជីត្រឹមតែ40នាទីពីក្រុងភ្នំពេញមកលេងកន្លែងគេទៅបើកថ្មីគេមានសកម្មភាពកំសាន្តច្រើនសម្បូរបែបមែនទែនបងប្អូនមានកន្លែងលេងកំសាន្តច្រើនមានប្លង់ថតរូបស្អាតៗច្រើនទេសភាពនិងបរិយាកាសក៏ល្អហើយអ្វីដែលសំខាន់ណាស់បច្ចុប្បន្ននេះគេឲ្យយើងចូលលេងដោយឥតគិតថ្លៃទេអញ្ចឹងសម្រាប់បងប្អូនដែលមានពេលវេលាតិចចង់ដើរលេងកន្លែងបើកថ្មីនៅក្បែរអំពេញថ្ងៃសម្រាប់ចុងសប្តាហ៍បងប្អូនអាចសេវីដេអូកន្លែងមួយនេះទុកបានថ្ងៃនេះខ្ញុំបានមកលេងនៅឧទ្យានបើកថ្មីមួយកន្លែងទីតាំងរបស់គេនៅក្នុងខេត្តកណ្ដាលហើយឧទ្យាននេះមានឈ្មោះថាកោះខ្សាច់មាសហើយបច្ចុប្បន្ននេះគេអត់ទាន់លក់សំបុត្រទេណាបងប្អូនអញ្ចឹងគេអនុញ្ញាតឲ្យយើងចូលមកលេងដោយឥតគិតថ្លៃហ្មងនៅពេលដែលចូលមកដល់កន្លែងនេះអ្វីដែលធ្វើខ្ញុំចាប់អារម្មណ៍ជាងគេគឺទីតាំងនៅក្នុងឧទ្យាននេះគឺថាធំទូលាយមែនទែនបងប្អូនហើយគេរៀបចំកន្លែងទូទៅគឺថាបានស្អាតមែនទែនបងប្អូនមានកន្លែងលេងក៏ច្រើនកន្លែងថតរូបស្អាតក៏ច្រើនហើយដូចនៅកន្លែងនេះអញ្ចឹងគឺគេមានរៀបជាសួនច្បារមានប៉ម style បែបហូឡង់លក្ខណៈ colorful អញ្ចឹងណាស្អាតហ្មងសម្រាប់បងប្អូនអ្នកដែលចូលចិត្តថតរូបអីមកដល់កន្លែងនេះខ្ញុំធានាឲ្យហ្មងថាដឹងតែត្រូវចិត្តម៉ាច់ហើយសម្រាប់បច្ចុប្បន្ននេះនៅឧទ្យានកោះខ្សាច់មាសនេះគេរៀបចំអត់ទាន់ហើយ 100% បងប្អូននៅមានកន្លែងខ្លះក៏កំពុងតែធ្វើតែមានកន្លែងខ្លះទៀតហ្នឹងគឺគេបើកឲ្យយើងអាចចូលលេងបានធម្មតាដូចនៅខាងមុខសួនច្បារកន្លែងថតរូបលេងអញ្ចឹងគេមានកន្លែងញ៉ាំអីអញ្ចឹងបើថាយើងដើរលេងហត់អីបងប្អូនអាចចូលមកអង្គុយលេងអង្គុយញ៉ាំអីនៅកន្លែងនេះបានហើយនៅក្នុងកន្លែងនេះគេមានលក់ដូចជាភេសជ្ជៈមាន pizza មាន burger អីចឹងទៅឥឡូវនេះបន្ទាប់ពីសម្រាប់អង្គុយញ៉ាំអីលេងហើយណាខ្ញុំនឹងទៅសាកបទពិសោធន៍ជិះសេះលេងវិញម្ដងមើលតែនៅទីនេះគេមានទីលានជិះសេះនិងទីលានប៉ណ្ណាំងសេះរបស់គេគឺថាធំទូលាយមែនតើបងប្អូនបើនិយាយពីសេះរបស់គេមួយវិញគេថែទាំបានយ៉ាងល្អមែនតើហើយពេលដែលយើងជិះហ្នឹងគឺគេមានគ្រូបង្វឹកជំនាញម្នាក់ដែលនៅជាមួយយើងដើម្បីណែនាំប្រាប់ពីរបៀបជិះនិងប្រាប់ពីរបៀបបញ្ជាសេះដូច្នេះសម្រាប់បងប្អូនអ្នកដែលអត់ដែលធ្លាប់បានជិះសេះពីមុនហ្នឹងបងប្អូនក៏អាចសាកមកជិះបានដែរនិយាយទៅងាយស្រួលមែនតើអត់មានអីពិបាកទេបានទាំងមករៀនជិះសេះលេងហើយបានទាំងមកថតរូបលយទៀតតោះអញ្ចឹងឥឡូវនេះយើងនឹងទៅកន្លែងបន្ទាប់មួយទៀតដែលជាកន្លែងជិះឡានប៉ណ្ណាំងកូខានៅកន្លែងនេះគឺជាទីលានជិះឡានប៉ណ្ណាំងរបស់គេទីតាំងវិញក៏ធំដូចគ្នាដែរបងប្អូនហើយបច្ចុប្បន្ននេះគេក៏បើកដំណើរការដែលអាចឲ្យយើងជិះលេងបានជាមួយនឹងជម្រើសពេលវេលាដែលគេមានចាប់ពី9នាទីឡើងទៅបើនិយាយពីឡានប៉ណ្ណាំងរបស់គេវិញណាមានច្រើនពណ៌ច្រើនគ្រឿងស្អាតសុទ្ធតែថ្មីហ្មងបាទអញ្ចឹងសម្រាប់បងប្អូនអ្នកដែលចូលចិត្តជិះឡានប៉ណ្ណាំងលេងជិះកូខាហ្នឹងណាបងប្អូនអាចមកសាកនៅកន្លែងថ្មីនេះបានទីតាំងរបស់គេធំទូលាយបើផ្លូវវិញកាច់កោងមកជុំធំអញ្ចឹងហ្មងនិយាយទៅជិះលេងបានយ៉ាងមកសប្បាយហើយបើបងប្អូនបានប្រមូលគ្នាតែ3-4នាក់មកជិះជុំគ្នាលេងអញ្ចឹងទៀតធានាថាដឹងតែសប្បាយមែនតើបើសម្រាប់នៅពេលល្ងាចវិញបរិយាកាសកាន់តែត្រជាក់ស្រួលអញ្ចឹងបងប្អូនអាចមកជិះកាយ៉ាក់លេងឬមួយក៏ជិះម៉ូតូទឹកលេងបាននៅខាងមាត់ទន្លេទល់មុខនឹងឧទ្យានហ្នឹងហ្មងនិយាយទៅឧទ្យានកោះខ្សាច់មាសនេះទីតាំងរបស់គេហ្នឹងគឺនៅជាប់នឹងដងទន្លេហើយបើនិយាយពីបរិយាកាសខ្យល់ទន្លេត្រជាក់ស្រួលស្រស់ស្រាយហ្មងហើយបើបងប្អូនបានមកជិះលេងចំពេលថ្ងៃរៀបលិចអញ្ចឹងណាគឺថារឹតតែស្អាតហ្មងព្រោះមានទេសភាព sunset មេឃក៏ស្រឡះល្អហើយយើងអាចជិះលេងក៏សប្បាយដែរបងប្អូនអញ្ចឹងបើថ្ងៃសម្រាប់ចុងសប្តាហ៍បងប្អូនចង់រកកន្លែងដើរលេងដែលនៅក្បែរភ្នំពេញណាជិះត្រឹមតែ40នាទីឯងបងប្អូនអាចសាកមកលេងបាននៅទីតាំងឧទ្យានកោះខ្សាច់មាសនេះគឺគេបើកជារៀងរាល់ថ្ងៃហ្មងហើយកុំភ្លេចshare វីដេអូមួយនេះមិនសិនមិត្តភ័ក្តិហើយរៀបគម្រោងមកលេងជុំគ្នាថ្ងៃចុងសប្តាហ៍ហ្នឹងហ្មងហើយសម្រាប់ទីតាំងនិងព័ត៌មានលម្អិតផ្សេងបន្ថែមទៀតណាចាំខ្ញុំ pin នៅក្នុង comment នៃវីដេអូនេះឲ្យ